ដានកម្ពុជាវៀតណាមកំពុងតែល្បីខ្លាំងមានមនុស្សមកលេងដោយទឹកបាក់ទំនប់ចឹងបងប្អូននិយាយពីថាមនុស្សច្រើនដូចគេហាកឋិនខ្ញុំមិននឹកស្មានសោះថាមានមនុស្សមកលេងច្រើនអីដល់ម្លឹងទីតាំងមួយនេះគឺមានឈ្មោះថាភ្នំទឹកធំស្ថិតនៅលើទឹកដីកម្ពុជាជាប់នឹងព្រំដែនវៀតណាមតែម្ដងហើយកន្លែងនេះគឺគេមានកន្លែងកំសាន្តដូចជាជិះទូកចូលទៅលេងនៅក្នុងលអាងភ្នំទឹកធំនឹងផ្ទាល់តែម្ដងហើយបើនិយាយពីអ្នកជិះទូកវិញគឺសិតតែតរងជួលគ្នារងចាំទាំងខ្ញុំទាំងអីនឹងទ្រាំតែបានជិះទីកន្លែងមួយនេះក៏ល្បីថាស័ក្តិសិទ្ធិដែរសម្រាប់បងប្អូនដែលអញ្ជើញមកដល់ហើយគឺមិនភ្លេចចូលទៅឲ្យធូបបានស្រានសុំសេចក្តីសុខទេហើយបើទេសភាពនៅភ្នំទឹកធំនេះវិញនិយាយពីថាស្រស់ស្រាយស្អាតកប់សេរីហ្មងមកដល់គឺត្រជាក់ចិត្តចេញពីភ្នំទឹកធំទៅគឺយើងនៅមានកន្លែងដើរលេងជាច្រើនទៀតតែសូមយកអីវ៉ាន់មកទុកនៅរីសតសិនរីសតនេះខ្ញុំ booking តាម Facebook ឯងបងប្អូនក៏ប៉ុន្តែរើសបានកន្លែងល្អខ្លាំងមែនទែន recommend ជូនបងប្អូនទាំងអស់គ្នាបងមកលេងកែបលេងកពតអីមកស្នាក់នៅទីនេះមកហើយឥឡូវនេះគេកំពុងតែមាន promotion បញ្ចុះតម្លៃពិសេសថែមទៀតរីសតដែលខ្ញុំមកកេងនេះមានឈ្មោះថា Sunset Resort នៅទីនេះបន្ទប់ស្អាតហើយបើនិយាយពីទេសភាពវិញក៏កាន់តែស្អាតខ្លាំងទៀតមានទាំងអាងហែលទឹកហើយមានទាំង bathtub គេដាក់ឲ្យយើងនៅជាន់លើដែលយើងអាចងូតទឹកបដាយើងអាចគយគន់មើលទេសភាពនៅខាងក្រោមគឺធម្មជាតិស្រស់ខៀវស្រងាត់អីចឹងណានិយាយពីថាអារម្មណ៍ល្អបងប្អូនហើយល្ងាចឡើងគឺយើងអាចអាំងសាច់ញ៉ាំជុំគ្នាដោយសារតែគេ free ចក្រានអាំងសាច់ហើយគេឲ្យយើងយកអាហារចូលញ៉ាំដោយសេរីគេអត់មានឆាចសេវាអីលើនឹងបន្ថែមទេហើយគេមានដាក់តុឲ្យយើងអង្គុយនៅខាងមុខផ្ទះ resort ហ្នឹងគឺថាញ៉ាំអីជុំគ្នាយ៉ាងសប្បាយចិត្តនិយាយទៅខ្ញុំមកថ្ងៃនេះគឺអេមពេញចិត្តហ្មងសម្រាប់បងប្អូនដែលមកជាលក្ខណៈក្រុមគ្រួសារឬក៏មកជាគូស្វាមីភរិយា2នាក់3នាក់4នាក់5នាក់រហូតដល់10នាក់រហូតដល់16នាក់គឺគេមានបន្ទប់តម្រូវទៅតាមសមាជិករបស់បងប្អូនមានតម្លៃបន្ទប់ចាប់ពី$50ដល់$150ក្នុងមួយយប់ហើយក៏មានកន្លែងក្មេងលេងខ្នាតយក្សថែមទៀតហើយនឹងមានកន្លែងថតរូបយ៉ាងច្រើនសម្បូរបែបធម្មជាតិពណ៌ខៀវស្ងាត់ពីអពេលដែលញ៉ាំអីហើយស្រាប់តែចង់ហែលទឹកក៏មានអាងហែលទឹកយ៉ាងធំដែលយើងអាចហែលទឹកលេងយ៉ាងសប្បាយចិត្តបងប្អូនខ្លះក៏ថាមកកែបមកច្រើនដងហើយមិនដឹងទៅណាទៀតមកកេងលេងរីសតទៅបងប្អូនហើយពេលយប់ឡើងនេះទិដ្ឋភាពបែបនេះស្អាតខ្លាំងមែនទែនហើយក្នុងរីសតហ្នឹងក៏មានកន្លែងឲ្យបុកប៊ីយ៉ាទៀតយប់ឡើងនាំគ្នាមកបុកប៊ីយ៉ាលេងព្រាតអីចង់និយាយថាតើតែមានតាប៊ីយ៉ាអញ្ចឹងមិនដឹងថាអូប្រុសភាកច្រើនគឺសិតតែចេះលេងក៏ប៉ុន្តែលាក់យើងអត់ដែលដឹងទេមើលលោកប្តីខ្ញុំដល់កសើបរៀនប្រពន្ធណែចេះលេងបុកប៊ីយ៉ាទៀតរយណាបានយើងកេងនៅរីសតមកយប់ព្រលឹមឡើងយើងក៏ជួលម៉ូតូធំនៅរីសតហ្នឹងផ្ទាល់ជិះដើរលេងយើងចង់ទៅទិសណាក៏គេនាំយើងទៅបានដែរដោយមានខាងក្រុមការងារនៅខាងរីសតហ្នឹងគាត់ជាអ្នកនាំយើងដើរដោយផ្ទាល់ឥឡូវយើងជិះកាត់ស្រែអំបិលចាស់ស្រែអំបិលនៅខែនេះបងប្អូនទិដ្ឋភាពបែបហ្នឹងអត់ទាន់ឃើញមានអំបិលឡើយទេហើយឃើញផ្ទះហ្នឹងគឺជាឃ្លាំងដែលគេទុកដាក់អំបិលយើងជិះបដាមើលទេសភាពបដាហើយចំពោះការជួលម៉ូតូធំជិះនេះគឺគិតតម្លៃជាម៉ោងយើងចង់ជួលជិះកន្លះម៉ោងក៏បាន1ម៉ោងក៏បានដែរជិះចេញពីកន្លែងមួយទៅកន្លែងមួយជិះបានមើលការរស់នៅរបស់អ្នកស្រុកអ្នកភូមិនៅខាងខេត្តកែបដែរតាហើយឥឡូវយើងកំពុងតែធ្វើដំណើរទៅកាន់ឆ្នេរបើបងប្អូនជិះម៉ូតូធំខ្ញុំរីកមិនក្រោកពីព្រឹកម៉ោង7ព្រឹកអីជិះដឹងតែស្រស់ស្រាយមេឃត្រជាក់អារម្មណ៍ល្អហើយនិយាយឡើងមួយថ្ងៃឯងភ្លេចឲ្យបងប្អូនមើលបន្ទប់តោះមកមើលបន្ទប់នៅរីសតជាមួយខ្ញុំទាំងអស់គ្នាមានតម្លៃចាប់ពី$50ឡើងហើយបើបន្ទប់ខ្ញុំគេងនេះមានតម្លៃ$150អាចគេងបានគ្នាច្រើនអ្នកណាស់10អ្នកជាងហើយមាន2ជាន់ណាបងប្អូនឥឡូវយើងមកមើលជាន់ក្រោមចូលមកបន្ទប់ឡើងស្រឡះល្វឹងទលាហើយការរៀបចំឡើងស្អាតខាងក្រោមគឺមានក្រេ2ហើយក្នុងបន្ទប់ហ្នឹងគឺគេមានដាក់ទូទាស់ហើយនឹងមានរបស់ញ៉ាំមីកំប៉ុងទឹកសុទ្ធអីកាហ្វេអីអញ្ចឹងទៅហើយមានទូទឹកកកឲ្យមួយទៀតអានេះយើងទិញគ្រឿងសមុទ្រមកគឺខ្ញុំដាក់ក្លាសេក្នុងទូទឹកកកនេះឯងហើយនេះកន្លែងលុបមុខលាងដៃអីនៅខាងក្រៅគេដេកចេញមកស្អាតខ្លាំងមែនតើថ្ងៃនេះគឺគេរយសតួផ្កាឲ្យមួយទៀតមើលទៅឡើងអេមផ្ទះគេគឺសម្បូរប្រួចកញ្ចក់ធំដែលជះពលឺចូលបានល្អហើយយើងអាចមើល view បានហើយខាងក្រៅនេះគឺមានបន្ទប់ទឹកមួយហើយមិនទាន់អស់ទេបងប្អូនទាំងអស់គ្នាយើងទៅមើលជាន់ខាងលើទៀតជាន់ខាងលើក៏មានក្រេ2ដែរយើងត្រូវឡើងចដើទៅអូយការដេកម៉ូតផ្ទះនេះគឺស្អាតខ្លាំងមែនតើពេលដែលយើងឡើងមកឃើញប្រួចកញ្ចក់ធំហើយអាចមើលទេសភាពទៅខាងមុខគឺស្រស់ស្អាតខ្លាំងមែនតើធម្មជាតិបៃតងស្រស់ហើយបើបន្ទប់នៅជាន់លើនេះវិញក៏ធំទលាយដែរក្នុងនោះគឺគេមានដាក់ bathtub មានរយផ្ការយអីឲ្យយើងអាចងូតទឹកត្រាំទឹកញ៉ាំស្រាក្រហមរ៉ូមែនទិកអីនៅនឹងបានហើយគេដាក់ក្រេ2ឲ្យនៅខាងលើហ្នឹងនឹងមានកៅអៅសម្រាប់ផ្លាស់ប្ដូរហើយនេះគឺបន្ទប់ទឹកគេបងប្អូននិយាយទៅខ្ញុំស្រឡាញ់ផ្ទះហ្នឹងមែនទែនគឺគេ design ចេញមកឡើងស្អាតយើងអ្នកតកេងឡើងមានអារម្មណ៍ថា fresh ស្រស់ស្រាយមកទីនេះមិនខកបំណងទេអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតបងប្អូនដែលមកលេងកែបឬក៏មកលេងកពតអាចមកស្នាក់នៅកន្លែងនេះបានហើយឥឡូវនេះគេមាន promotion បញ្ចុះតម្លៃពិសេសទៀតអាចតាក់ទងទៅខាង resort ដែលមាន page ឈ្មោះថា Sunset Resort ឬមួយក៏តាក់ទងតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើវីដេអូហ្នឹងក៏បានដែរអរគុណជម្រាបលា